សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងបាទនៅថ្ងៃនេះគឺថ្ងៃអាទិត្យទី17ខែឧសភាឆ្នាំ2026មកនៅសហរដ្ឋអាមេរិកពេលយប់ទៅហើយណាដោយឡែកនៅក្នុងប្រទេសកម្ពុជានេះគឺថ្ងៃច័ន្ទណាច័ន្ទទី18ខែឧសភាឆ្នាំ2026ចឹងនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងនេះគឺបើឈ្មោះអាមេរិកាំងមកក៏ប៉ុន្តែមានរឿងតាក់ទងមួយកម្ពុជានិងមួយអាស៊ីដែរណាចឹងខ្ញុំសម្រាប់យកព័ត៌មានសំខាន់ហ្នឹងរហូតដល់6មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាព័ត៌មានទី1នេះគឺជារឿងមួយធំនៅសហរដ្ឋអាមេរិកដែរគឺលោក Cassidy សមាជិកព្រឹទ្ធសភានៃគណៈបក្សសាធារណរដ្ឋបាទដែលបានរិះគន់នឹងបោះឆ្នោតឲ្យគេកាត់ទោសលោកត្រាំនោះឥឡូវនេះចាញ់ឆ្នោតហើយសូម្បីតែនៅក្នុងការបោះឆ្នោតបឋមក៏ដោយចាញ់ទៅនឹងបេក្ខជនដែលលោកប្រធានាធិបតី Donald Trump គ្រប់គ្រងនេះគឺចាញ់នៅក្នុងបករបស់គាត់ទេនៅរដ្ឋ Louisiana បាទហើយព័ត៌មានទី2ដោយប្រិមិត្តបានសួរគឺតាក់ទងជាមួយនឹងច្រក Hormuz តើសហរដ្ឋអាមេរិកវាប្រហារទៅលើប្រទេសអ៊ីរ៉ង់ឬទេលោកប្រធានាធិបតី Donald Trump បាទបានទុកឲ្យពេលឲ្យអ៊ីរ៉ង់ធ្វើការសម្រេចចិត្តឲ្យបានឆាប់ក្រោយពីលោកអញ្ជើញត្រឡប់មកពីប្រទេសចិនវិញហើយសមាជិកព្រឹទ្ធសភាខាងគណៈបក្សសាធារណរដ្ឋដ៏មានឥទ្ធិពលបាទគឺលោក Lindsey Graham នៅក្នុងរូបភាពនេះក៏គាត់ថាមិនត្រូវទុកឲ្យស្ថានភាពនៅជាប់គាំងទេសហរដ្ឋអាមេរិកត្រូវតែធ្វើសកម្មភាពបន្ថែមទៀតផងដែរតើឈានទៅដល់ការវាប្រយុទ្ធគ្នាយ៉ាងម៉េចដោយប្រិមិត្តបានសួរបាទយើងនឹងចាំមើលទាំងអស់គ្នាផងដែរបាទទន្ទឹមនឹងការព្រមានរបស់លោកត្រាំនៅថ្ងៃអាទិត្យនេះបាទដែលទៅជាថ្ងៃច័ន្ទនៅស្រុកខ្មែរទៅហើយនោះគឺបាទទីផ្សារហាងឆេងផ្សារភិហ៊ុននៅអាស៊ីធ្លាក់ចុះទៀតហើយក្នុងខណៈពេលដែលតម្លៃប្រេងឡើងបន្ថែមទៀតបាទដូច្នេះនេះជាផលប៉ះពាល់បន្ទាន់ភ្លាមជាមួយនឹងសារតែមួយម៉ាត់របស់លោកមួយឃ្លារបស់លោកប្រធានាធិបតី Donald Trump ហើយព័ត៌មានទី3គឺបណ្ដល់មួយសប្តាហ៍ផងក្រោយពីលោកប្រធានាធិបតី Donald Trump អញ្ជើញទៅប្រទេសចិនហើយត្រឡប់មកវិញគឺនៅចុងសប្តាហ៍នេះគឺប្រធានាធិបតីដើមសប្តាហ៍ពាក់កណ្ដាលសប្តាហ៍ក្រោយនោះបាទគឺប្រធានាធិបតីនៃប្រទេសរុស្ស៊ីលោក Vladimir Putin ក៏មានកំណត់នឹងទៅជួបជាមួយនឹងលោកប្រធានាធិបតីចិនលោក Xi Jinping ផងដែរហើយព័ត៌មានទី4នេះបាទជារឿងមួយដែលកម្រនឹងកើតមានឡើងក៏ប៉ុន្តែនៅក្នុងការហោះបង្ហាញសមត្ថភាពយន្តហោះចម្បាំងបែរជាមានយន្តហោះចម្បាំងចំនួន2គ្រឿងបុកគ្នាបាទបុកគ្នានៅលើអាកាសតែម្ដងក្នុងពេលដែលកំពុងតែសម្ដែងបង្ហាញជូនមហាជនបាទដោយយន្តហោះចម្បាំងរបស់ទាហានជើងទឹកបាទហើយប៉ុន្តែតាមការរាយការណ៍គឺអ្នកបើកយន្តហោះទាំង4នាក់អ្នកបើកហើយនឹងអ្នកជំនួយហ្នឹងគឺទាំង4នាក់បានលោតឆាត់យោងរួចផុតហើយឥឡូវនេះកំពុងតែមានស្ថានភាពល្អទេពេទ្យកំពុងតែពិនិត្យហើយព័ត៌មានទី5នេះខ្លីទេគឺជាការសរសេរនៅតាមបណ្ដាញសង្គមរបស់អ្នកស្រី Beth Van Duyne ដែលជាសមាជិករដ្ឋសភានៃគណៈបក្សសាធារណរដ្ឋអ្នកស្រីបានបញ្ជាក់ថាអ្នកស្រីបានជួបជាមួយនឹងប្រតិភូពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាដើម្បីស្ដាប់អំពីការវិវត្តនៅក្នុងការធ្វើពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកជាមួយនឹងកម្ពុជាហើយព័ត៌មានចុងក្រោយនេះគឺជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ឲ្យដឹងថាឥឡូវនេះគឺពួកអ្នកឆបោកតាម online scam កំពុងតែសម្លឹងមើលប្រទេសស្រីលង្កាដើម្បីយកធ្វើជាមូលដ្ឋានឈរជើងបន្ទាប់ពីមានការបង្ក្រាបយ៉ាងចាស់ដៃពីប្រទេសកម្ពុជានិងប្រទេសភូមាជាពិសេសប្រទេសភូមាជាពិសេសប្រទេសកម្ពុជានឹងតែម្ដងបាទឥឡូវគឺពួកគេបានងាកទៅនោះហើយមានការចាប់ខ្លួនពួកដែលទៅឆបោកមានជនជាតិចិននឹងជាច្រើនផងដែរហើយចុងក្រោយមិនមែនជាព័ត៌មានទេសូមជូនអ្វីដែលជាទស្សនៈរបស់លោកឆាំងយូអំពីបាទគោលនយោបាយឬក៏យុទ្ធសាស្ត្រក្បួនចាស់របស់ថៃដែលប្រើនៅក្នុងការឈ្លានពានប្រទេសកម្ពុជានាពេលអតីតកាលកន្លងមកនេះបាទអញ្ចឹងនេះគឺជាព័ត៌មាននិងចំណេះដឹងសំខាន់ដែលខ្ញុំចងក្រងសម្រាប់ឲ្យប្រិយមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកនេះជាដំបូងពុស្ដាព័ត៌មានទី1បាទលោកសមាជិកព្រឹទ្ធសភាបាទគឺជើងចាស់តែម្ដងនៅសហរដ្ឋអាមេរិកនេះបាទនៅក្នុងរូបភាពណាក្នុងរូបភាពនោះគឺលោកសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក Cassidy បាទលោក Cassidy គឺឥឡូវនេះចាញ់ឆ្នោតបាទចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតបឋមការបោះឆ្នោតបឋមគេនៅសហរដ្ឋអាមេរិកគេប្រើពាក្យការបោះឆ្នោតបឋមនោះគឺបានន័យថាបោះឆ្នោតក្នុងបក
ដើម្បីជ្រើសរើសយកបេក្ខជនសម្រាប់ទៅប្រកួតជាមួយនឹងបកប្រជាធិបតេយ្យណាជាធិបតេយ្យក៏គេរើសក្នុងបកដើម្បីប្រកួតជាមួយនឹងបកសាធារណរដ្ឋអញ្ចឹងនៅក្នុងការប្រកួតបេក្ខជននៅក្នុងរដ្ឋ Louisiana លោក Bill Cassidy ចាញ់ឆ្នោតចាញ់ដាច់តែម្ដងគឺមានបេក្ខជនច្រើនបាទបេក្ខជនទី1គឺលោកប្រធានាធិបតី Donald Trump គ្រប់គ្រងឲ្យជាប់លេខ2ហ្នឹងអ្នកផ្សេងទៀតហ្នឹងហើយលោក Cassidy ហ្នឹងដែលរិះគន់លោក Trump ហ្នឹងគឺជាប់លេខ3បាទធ្លាក់មកលេខ3មិនអាចហ្នឹងទៅប្រកួតជុំទី2បានទេនៅក្នុងការប្រកួតរបស់បកហ្នឹងគឺបេក្ខជនទី1ទី2ទៅប្រកួតដើម្បីឈរជាបេក្ខជនទៀតឈរជាបេក្ខជនសមាជិកព្រឹទ្ធសភាតើហេតុអ្វីបានជាលោក Cassidy ទទួលទណ្ឌកម្មបែបនេះលោកជាសមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកហ្នឹងគឺថាយូរដែរណាជាងពីទសវត្សរ៍ហើយបាទអាជីពនយោបាយរបស់គាត់ហ្នឹងឥឡូវមកចាប់ហើយមកចាប់នៅក្នុងការបោះឆ្នោតលើកនេះហើយពីព្រោះអីកាលពីឆ្នាំ2021នោះបាទគេធ្វើច្បាប់មួយដើម្បី impeach បានន័យថាចោទប្រកាន់ដកតំណែងរបស់លោកប្រធានាធិបតី Donald Trump ក្រោយពីមានការវាយប្រហារនៅលើវិមាន Capitol វិមានសភាសហរដ្ឋអាមេរិកគឺលោក Cassidy គាត់បោះឆ្នោតគ្រប់គ្រងឲ្យកាត់ទោសលោកប្រធានាធិបតី Donald Trump ហ្នឹងហើយលោកប្រធានាធិបតីបាទបានរិះគន់បាទគាត់ឲ្យនៅក្នុងការបោះឆ្នោតនៅក្នុងបកនេះគឺលោកប្រធានាធិបតីគ្រប់គ្រងបេក្ខជនផ្សេងបេក្ខជនផ្សេងនេះគឺគាត់អាចជាសមាជិករដ្ឋសភាទេបាទក៏ប៉ុន្តែឥឡូវនេះគឺបានជាប់ហើយដោយសារតែមានការគ្រប់គ្រងពីលោកប្រធានាធិបតី Donald Trump ណាលោកស្រីឈ្មោះថា Julia Ledlow បាទគឺជាសមាជិករដ្ឋសភាទេមកឈរប្រកួតដណ្ដើមតំណែងរបស់គណៈសមាជិកព្រឹទ្ធសភាបានជាប់អញ្ចឹងពីព្រោះលោក Cassidy លោកមានប្រវត្តិរបស់គាត់ក្នុងពេលកន្លងមកទោះបីជាគណៈបកសាធារណរដ្ឋក៏ប៉ុន្តែគាត់មានប្រវត្តិនៅក្នុងការបោះឆ្នោតមួយចំនួនគោលនយោបាយរបស់បកមួយចំនួនក៏អត់គ្រប់គ្រងទេគាត់របៀបដូចជាឯករាជ្យបាទមិនសូវជាស្ដាប់បកប្រហែលទេប៉ុន្តែលើកនេះលោកប្រធានាធិបតី Donald Trump គឺឥឡូវលោកបានទទួលលទ្ធផលគឺបញ្ចប់អាជីពនយោបាយជាសមាជិកព្រឹទ្ធសភាជាង2ទសវត្សរ៍របស់លោកហើយបាទនេះជាព័ត៌មានទី1ដែលនៅសហរដ្ឋអាមេរិកមានការចាប់អារម្មណ៍ដែលសារព័ត៌មាននានារាយការណ៍នោះគឺចង់បង្ហាញថាការក្តាប់អំណាចរបស់លោកប្រធានាធិបតីនៅក្នុងបកគឺនៅណែនកាន់តែរឹងមាំអ្នកណាដែលមិនស្មោះត្រង់ជាមួយនឹងលោកប្រធានាធិបតីគឺបាទប្រហែលជាត្រូវតែចាក់ចេញពីអាជីពនយោបាយបាទព័ត៌មានទី2នេះបាទគឺតកតងជាមួយនឹងច្រក Hormuz វិញម្ដងច្រក Hormuz គឺឥឡូវនេះគឺបើតាមប្រសាសន៍របស់លោក Lindsey Graham នៅក្នុងរូបភាពហ្នឹងនេះជាសេចក្តីរាយការណ៍របស់សារព័ត៌មាន NBC គឺបានឲ្យដឹងថាលោកសមាជិកព្រឹទ្ធសភាលោក Lindsey Graham លោកជាសមាជិកព្រឹទ្ធសភាដែលមានឥទ្ធិពលមួយផងដែរលោកជាប្រធានគណៈកម្មការដែរណាបាទគឺលោកថាសហរដ្ឋអាមេរិកគួរតែចាត់វិធានការយ៉ាងម៉េចធ្វើសកម្មភាពអ្វីទៀតថែមទៅកុំឲ្យទុកឲ្យស្ថានភាពនៅច្រក Hormuz វានៅជាប់គាំងអញ្ចឹងបើកាលណានៅជាប់គាំងអញ្ចឹងគាត់ថាវាអាចកាលណាវានៅកាន់តែយូរគឺវាអាចនឹងមានសម្ពាធច្រើនទៅលើសេដ្ឋកិច្ចទៅលើពិភពលោកផងដែរហើយកាន់តែធ្វើឲ្យអ៊ីរ៉ង់កាន់តែខ្លាំងជាងមុនអញ្ចឹងលោកស្នើឲ្យសហរដ្ឋអាមេរិកចាត់វិធានការយ៉ាងណាគឺការចរចាដែលរវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់នោះគឺនៅជាប់គាំងអត់ទាន់បានសម្រេចអ្វីទេហើយប្រទេសមួយចំនួនមានរងផលប៉ះពាល់ដូចជានៅអាស៊ីហ្នឹងក៏មានផលប៉ះពាល់ដែរបាទដូច្នេះនៅពេលដែលដឹងអញ្ចឹងគឺលោកប្រធានាធិបតី Donald Trump លោកបានឲ្យខាងអ៊ីរ៉ង់បើតាមសារដែលលោកបានសរសេរនៅតាមបណ្ដាញសង្គម Truth Social របស់លោកនៅថ្ងៃអាទិត្យនេះលោកបានបញ្ជាក់ថាthe clock is ticking គេថានាឡិកាកំពុងតែដើរទៅមុខទឹកហើយបាទអញ្ចឹងគឺទៅពេលវេលាមានសំខាន់ណាស់បាទពេលវេលាមានសំខាន់ណាស់គឺអត់តន់មិនសល់ពេលច្រើនទៀតទេដូច្នេះត្រូវតែចាត់វិធានការឲ្យបានឆាប់ទៀតបាទអញ្ចឹងបានន័យថាលោកថាអ៊ីរ៉ង់ត្រូវតែធ្វើការសម្រេចចិត្តយ៉ាងណាមុននឹងសហរដ្ឋអាមេរិកចាត់វិធានការហើយក្រោយតែពីប្រសាសន៍របស់លោកត្រាំបានថ្លែងបែបប៉ុណ្ណឹងគឺតម្លៃប្រេងឡើងថ្លៃ 1% ទៀតហើយបាទ 1% ទៀតហើយដែលនៅក្នុងតម្លៃលក់ដូរនៅថ្ងៃនេះបើកលក់ហ្នឹងគឺតម្លៃ1 barrel គឺ$110បាទក្បៀស72ទៀតណាជិត$111មួយទាំងអស់ហើយណាក្នុង1 barrel
គឺថ្លៃណាស់បាទហើយនៅផ្សារនៅខាងសហរដ្ឋអាមេរិកវិញគឺនឹងទីផ្សារអន្តរជាតិណាអន្តរជាតិគឺ$111ទៅហើយនៅសហរដ្ឋអាមេរិកនេះគឺ$107បាទកើនឡើងមួយកណ្ដោះសញ្ញាជិត 2% ទៀតគ្រាន់តែប្រសាសន៍របស់លោកប្រធានាធិបតីថ្លៃតែប៉ុណ្ណឹងបាទហើយដោយឡែកទីផ្សារអាស៊ីវិញក៏បានការវិនិយោគក៏ធ្លាក់ចុះផងដែរក៏ដោយសារតែការព្រមាននេះអញ្ចឹងគឺវិនិយោគិនគាត់មានការមិនស្ងប់ចិត្តដោយសាររឿងខ្លាចមានការប្រយុទ្ធគ្នាតទៅទៀតហើយបាទនឹងអាចនឹងអូសបន្លាយថែមទៀតទន្ទឹមនឹងនោះដែរនៅក្នុងប្រទេសនៅមជ្ឈមបូព៌ានោះគឺមានការវាយប្រហារដោយ drone ទៅលើរោងចក្រថាមពលនុយក្លេអ៊ែររបស់អារ៉ាប់រួមបាទនៅកន្លែងនឹងផងដែរហើយលើអារ៉ាប់រួមហើយនៅក្នុងសាអូឌីអារ៉ាប៊ីក៏មានការរាយការណ៍ថាបាញ់ស្កាត់បាន drone ដែលហោះពីអ៊ីរ៉ង់ទៅផងដែរអញ្ចឹងខាងអារ៉ាប់រួមក៏ថាគាត់ស៊ើបអង្កេតរឿងនេះប្រសិនបើនេះជាសកម្មភាពនៃការវាយប្រហារដោយភេរវកម្មមែនចង់សម្ដៅទៅលើអ៊ីរ៉ង់គឺអារ៉ាប់រួមមានសិទ្ធិនឹងការពារខ្លួនហើយក្នុងសេចក្តីរាយការណ៍កន្លងមកគឺគេថាមានអារ៉ាប់រួមក៏បានលួចចូលរួមប្រតិបត្តិការទៅវាយអ៊ីរ៉ង់ផងដែរណាមិនមែនតែសហរដ្ឋអាមេរិកទេបាទនេះបើតាមសេចក្តីរាយការណ៍ក្នុងពេលកន្លងមកកាលពីសប្តាហ៍មុនហើយខ្ញុំឡើយរវល់មិនបានយកព័ត៌មានហ្នឹងមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបាទអញ្ចឹងដូច្នេះឆ្លើយទៅនឹងសំណួររបស់ប្រិយមិត្តថាតើអាចនឹងវាគ្នាទៀតដែរឬយ៉ាងណាបាទពីព្រោះសំបីតែសមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកក៏អត់ចង់ឲ្យនៅស្ថានភាពនៅជាប់គាំងចឹងដែរបាទលោកប្រធានាធិបតី Donald Trump ទើបតែប្រមានមុននេះបន្តិចថាឲ្យលឿនឡើង the clock is ticking បាទគឺជិតអស់ម៉ោងហើយបាទអញ្ចឹងទៅគឺតើរឿងវាយ៉ាងណាហើយអ៊ីរ៉ង់ក៏នៅមិនស្ងៀមដែរក៏បាញ់ drone ទៅសម្ដៅទៅលើអារ៉ាប់រួមទៅលើអារ៉ាប៊ីសាអូឌីតដើម្បីប្រឆេះកំហឹងបន្ថែមទៀតដែរបាទអញ្ចឹងបើតាមមើលទៅប្រហែលជាមានប្រតិបត្តិការអ្វីកើតឡើងទៀតហើយណាបើខ្ញុំតាមមើលខ្ញុំមើលទីខ្លះទៅណាបាទចឹងនេះគឺទីផ្សារអាស៊ីហ្នឹងគឺធ្លាក់ណានេះ CNBC ក៏រាយការណ៍គឺទីផ្សារភាគហ៊ុនរបស់អាស៊ីធ្លាក់ច្រើនណាឥឡូវព័ត៌មានទី3នេះគឺតាក់ទងជាមួយនឹងលោកពូទីនបាទលោកពូទីនគាត់រំពឹងថានឹងអញ្ជើញទៅប្រទេសចិនបំពេញទស្សនកិច្ចរយៈពេល2ថ្ងៃពីថ្ងៃទី19ទៅដល់ថ្ងៃទី20ខែឧសភានេះឥឡូវនៅស្រុកខ្មែរថ្ងៃ18ទៅហើយណាបាទ18ហើយចឹងស្អែកហ្នឹងបាទស្អែកគាត់ទៅពេលកាំងទៀតហើយដើម្បីជួបជាមួយនឹងលោកប្រធានាធិបតីស៊ីជីនពីងដែលស្របគ្នានឹងឱកាសខួបនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរមកដែរក៏ដែលថាជាខួបលើកទី25នៃសន្ធិសញ្ញាមិត្តភាពអ្នកជិតខាងល្អនិងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសចិននិងប្រទេសរុស្ស៊ីមកវិច័យដល់អញ្ចឹងស្រាប់ពេលដែលបាទលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ទើបតែអញ្ជើញទៅប្រទេសចិនហើយត្រឡប់មកសហរដ្ឋអាមេរិកវិញបាទអញ្ចឹងគឺបើតាមក្រសួងការបរទេសរបស់ចិនបានឲ្យដឹងថាមេដឹកនាំទាំងពីរគឺបានន័យថាលោកពូទីននិងលោកស៊ីជីនពីងនឹងពិភាក្សាអំពីបញ្ហាទ្វេភាគីនាពេលបច្ចុប្បន្ននេះក៏ដូចជាស្វែងរកវិធីដើម្បីពង្រឹងនៅកិច្ចសហប្រតិបត្តិការដៃគូគ្រប់ជ្រុងជ្រោយទូលំទូលាយនិងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងរុស្ស៊ីនិងចិនហើយក៏ដូចជាការផ្លាស់ប្ដូរគ្នានៅទស្សនៈអំពីបញ្ហាតំបន់និងអន្តរជាតិបាទនេះបើយកតាមការបញ្ជាក់ឲ្យដឹងពីវិមានក្រំឡាំងដោយឡែកក្រសួងការបរទេសរបស់ប្រទេសចិនវិញក៏បានបញ្ជាក់ថាគឺនឹងមានការជួបប្រជុំរវាងមេដឹកនាំទាំងពីរនេះពិតប្រាកដមែននៅក្នុងសប្តាហ៍នេះបាទអញ្ចឹងគឺតើរឿងនេះយ៉ាងម៉េចវាធូរបន្ថយយ៉ាងម៉េចពីព្រោះអីចិនគឺជាអ្នកដែលទិញប្រេងយ៉ាងច្រើនពីប្រទេសរុស្ស៊ីបាទហើយរុស្ស៊ីគឺជាអ្នកនាំប្រេងយ៉ាងច្រើនដែរទៅដល់ប្រទេសចិនបាទនេះជាព័ត៌មានទី3ណាបាទហើយព័ត៌មានទី4នេះគឺសូមជូនខ្លីទេគឺការហោះបង្ហាញរបស់ទាហានជើងទឹកនៅឯមូលដ្ឋានទ័ពអាកាសរបស់ខាងក្រមទាហានជើងទឹកដែលមានយន្តហោះចម្បាំងនោះគឺនៅថ្ងៃនេះបាទនៅថ្ងៃអាទិត្យហ្នឹងតែម្ដងគឺជួបរឿងអកុសលដោយយន្តហោះទាំងពីរយន្តហោះចម្បាំងទាំងពីរយន្តហោះចម្បាំងហ្នឹងមួយមានអ្នកបើកមួយមានពីឡុតអ1បាទមួយបាន2អ្នកបើកមួយអ្នកអ1ចំនួន2អ្នកទាំងសរុប4អ្នកលើយន្តហោះទាំងពីរហ្នឹងគឺបុកគ្នាបាទបុកគ្នាក៏ប៉ុន្តែជាចៃដន្យល្អគឺពីឡុតទាំង4អ្នកនោះបាទបានចុចកៅអីលោតឆាត់យោងចេញមកហើយមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេបាទអញ្ចឹងបានន័យថា
ពេលដែលហោះបង្ហាញហ្នឹងវាមានលក្ខណៈបច្ចេកទេសគុនគូយ៉ាងម៉េចខុសទៅជួនកាលយន្តហោះខ្លះគេហោះមកគេប្រឆិតប្រជៀងគ្នាទៅវាចៃដន្យបុកគ្នាបើយើងមើលវីដេអូឃើញបុកអង្ហុយទលោមហើយពីឡុតចុចឆាត់យូរនឹងឡើងប៉ើងទៅល្អមើលដែរណាបាទជារឿងមួយដែលបើសិនស្លាប់វាយើងរឿងអកុសលណាក៏ប៉ុន្តែដោយសារតែគាត់បានរស់រានមានជីវិតអញ្ចឹងគឺជាមើលការចុចលោតចេញមកគាត់ហ្នឹងគឺតាន់ពេលវេលាល្អមានសុវត្ថិភាពល្អបាទគេថតបានជាមើលពេលមិត្តចូល YouTube ទៅអាចឃើញវីដេអូហ្នឹងណាខ្ញុំមិនមានសិទ្ធយកមកចាក់អញ្ចឹងខ្ញុំមិនយកមកខ្លាចគេ ban page ban អីចឹងទៅបាទនេះជាព័ត៌មានទី4ណាបាទរីឯព័ត៌មានទី5នេះគឺជារូបមួយដែលអ្នកស្រីបាត់វ៉ាន់ដាញដែលជាសមាជិកប្រតិភិនៃគណៈបក្សសាធារណរដ្ឋនៅរដ្ឋ Texas អ្នកស្រីបានបញ្ជាក់ផងដែរនៅចាំគាត់ទេអ្នកស្រីបាត់វ៉ាន់ដាញនេះគាត់ធ្លាប់អញ្ជើញទៅប្រទេសកម្ពុជាដែរនៅក្នុងអំឡុងពេលមានបញ្ហារវាងកម្ពុជានិងថៃណាហើយគាត់បានអញ្ជើញទៅមើលជំរុំជនភៀសសឹកអីដែរហើយក៏ដូចជាពេលកំពុងចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកជុំទី1នៅពុនបដិការនោះបាទគាត់បានអញ្ជើញទៅជួបឥឡូវនេះនៅក្នុងសារបង្ហោះតាមបណ្ដាញសង្គមរបស់អ្នកស្រីបានសរសេរថាគឺថ្មីនេះអ្នកស្រីមានឱកាសបានជួបជាមួយនឹងលោកសុកស៊ីផាណាបាទលោកសុកស៊ីផាណាដែលជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាបេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីកម្ពុជាបាទគឺការជួបប្រជុំនេះគឺបើតាមប្រសាសន៍របស់អ្នកស្រីគឺអ្នកស្រីបានទទួលនៅបច្ចុប្បន្នភាពពីខាងភាគីកម្ពុជាអំពីការអនុវត្តនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរជាពិសេសទៅលើពុនបដិការដែលលោកប្រធានាធិបតីបានជម្រាបដែលបានដាក់ទៅលើប្រទេសនានារួមទាំងប្រទេសកម្ពុជាផងដែរបាទក៏ប៉ុន្តែអ្នកស្រីបានសរសេរប៉ុណ្ណេះអ្នកស្រីមិនបានបញ្ជាក់ថាលទ្ធផលយ៉ាងម៉េចទេហើយខ្ញុំបានព្យាយាមទៅរកខាងភាគីកម្ពុជាដែរក៏ប៉ុន្តែមិនបានឃើញណាមិនបានឃើញនៅឡើយទេអញ្ចឹងបើពេលក្រោយមានព័ត៌មានអ្វីថ្មីតាក់ទងរឿងនេះប្រិមិត្តខ្ញុំជម្រាបជូនឬក៏ប្រិមិត្តអាចទៅរកតាមប្រភពពីរដ្ឋាភិបាលឬក៏ប្រភពផ្លូវការផ្សេងទៀតក៏បានដែរនេះគឺខ្ញុំយកពី page របស់អ្នកស្រី Beth Van Dyne តែម្ដងដែលជាសមាជិករដ្ឋសភារបស់សហរដ្ឋអាមេរិកដែលមកពីគណៈបក្សសាធារណរដ្ឋហើយព័ត៌មានទី6នេះគឺជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP របស់បារាំងបាទ AFP គាត់បានរាយការណ៍ថាឥឡូវនេះគឺនៅខាងស្រីលង្កាប៉ូលីសចាប់ផ្ដើមបង្ក្រាបបានអ្នកដែលឆបោកតាមអនឡាញនឹងច្រើនដែលឥឡូវនេះដូចជាការឡើងខ្លាំងតែម្ដងមកក្នុងរយៈពេលតាំងពីដើមឆ្នាំនេះមកគឺចាប់បានច្រើនចាប់បានជាង 1000 នាក់តាំងពីខែ1មកគឺបង្ក្រាបបានជាង 1000 នាក់ដែលក្នុងពេលកន្លងមកគឺបានតែត្រឹម430នាក់ទេប៉ុន្តែឥឡូវនេះបានច្រើនជាងមុនជាងទ្វេដងក្នុងខណៈពេលដែលមានការបង្ក្រាបយ៉ាងចាស់ដៃនៅប្រទេសកម្ពុជានិងប្រទេសមីយ៉ាន់ម៉ាហើយស្រីលង្កាប៉ូលីសស្រីលង្កាគាត់ថាគាត់ក៏កំពុងតែសហការគ្នាជាមួយនឹងអាជ្ញាធររបស់ប្រទេសចិនដើម្បីធ្វើការចាប់ខ្លួនជនបរទេសទាំងអស់នោះបាទគឺដែលបានជួបមកនោះគឺមានជនជាតិចិនផងដែរណាមានជនជាតិចិនមានជនជាតិវៀតណាមបាទដែលពួកគេទៅធ្វើសកម្មភាពមានតាំងពីឥណ្ឌាហ្វីលីពីនក៏ធ្វើសកម្មភាពទៅកន្លែងហ្នឹងដែលគេចាប់បានផងដែរនៅចាំបាននេះប្រហែលថ្ងៃមុនខ្ញុំក៏បានបង្ហាញនៅប្រទេសឥណ្ឌូនេស៊ីក៏ចាប់បានច្រើនដែរគឺឥឡូវហ្នឹងទាំងសេចក្តីរាយការណ៍ហ្នឹងគឺរាយការណ៍ដូចគ្នាថាទាំងនៅស្រីលង្កានៅឥណ្ឌូនេស៊ីហ្នឹងក៏អាចនឹងជាគោលដៅដែលក្រុមពួកឆបោកហ្នឹងគេយកធ្វើជាមូលដ្ឋានរបស់ពួកគេដែរដោយសារតែច្បាប់នៅប្រទេសទាំងអស់នោះគឺច្បាប់តាក់ទងនឹងទិដ្ឋាការហ្នឹងគឺមានភាពធូររលុងហើយមានលក្ខណៈតាក់ទាញហ្នឹងគឺពួកខាងនោះក៏ចូលទៅបន្លំធ្វើកិច្ចការនោះផងដែរហើយការឆបោកនេះបើគឺតាមគេថាឲ្យដឹងដំបូងតាមរយៈ AFP គឺថាសំដៅទៅលើជនជាតិចិនជនជាតិចិនគេបោកជនជាតិចិនគ្នាគេហ្នឹងក៏ប៉ុន្តែអាជ្ញាធររបស់ស្រីលង្កាក៏កំពុងតែធ្វើការស៊ើបអង្កេតផងដែរតើការបាត់លុយចំនួន2លានកន្លះក្នុងពេលកន្លងមកនេះថ្មីនេះតើមានពាក់ព័ន្ធជាមួយនឹងក្រុមនឹងអត់បាត់លុយពីខាងរដ្ឋាភិបាលរបស់ស្រីលង្កាតែម្ដងណាតើពួកនឹងមានឆបោកឬក៏ចូលក្នុងបណ្ដាញឬយ៉ាងម៉េចទេបាទនេះគឺជាការវិវត្តមួយអញ្ចឹងបានន័យថាតំបន់អាស៊ីអាគ្នេយ៍ហ្នឹងគឺពួកមេឆបោកហ្នឹងគឺវាមិននៅមួយកន្លែងនេះរត់ចុះរត់ឡើងពីប្រទេសមួយទៅប្រទេសមួយប្រទេសណាដែលមានការអនុវត្តច្បាប់
ធូររលុងឲ្យមិនទាន់ដឹងពីតិចល្បិចរបស់ពួកគេហ្នឹងគេទៅនឹងទៀតបាទអាហ្នឹងទី1ទី2គឺអាចតែគេបដូររូបភាពបាទរូបភាពពីរូបភាពធំមករូបភាពទូចតាមផ្ទះជួលតូចគេខុនដូអីចឹងមកអញ្ចឹងហើយបាននៅក្នុងស្រីលង្កាគេបានព្រមានប្រាប់ឲ្យម្ចាស់ជួលផ្ទះនោះមានការប្រយ័ត្នប្រយែងណាថាពួកនឹងអាចនឹងប្រើរូបភាពបែបហ្នឹងហើយអញ្ចឹងដូច្នេះគេមានការប្រយ័ត្នជាមុនក្រោយពីបានទទួលបទពិសោធន៍ពីក្នុងប្រទេសកម្ពុជាហើយនិងប្រទេសមីយ៉ាន់ម៉ាជាពិសេសនៅកម្ពុជាដែលបានបង្ក្រាបយ៉ាងចាស់ដៃនោះបាទនេះជាព័ត៌មានទី6ណាហើយចូលក្រោយនេះមិនមែនជាព័ត៌មានទេមិនមែនជាព័ត៌មានទេវាជាទស្សនៈរបស់លោកឆាងយុដែលលោកបានសរសេរពាក់ព័ន្ធជាមួយនឹងយុទ្ធសាស្ត្ររបស់ថៃអញ្ចឹងខ្ញុំសូមអានអ្វីដែលជាមតិរបស់លោកឆាងយុលោកជានាយកមជ្ឈមណ្ឌលឯកសាររបស់កម្ពុជាលោកបានសរសេរថារដ្ឋាភិបាលថៃបានយកក្បួនយុទ្ធសាស្ត្រចាស់ដែលធ្លាប់ប្រតិបត្តិក្នុងពេលសង្គ្រាមឈ្លានពាននានាពីអតីតកាលជាពិសេសគឺនៅក្នុងសម័យសង្គ្រាមលោកលើកទី2មកអនុវត្តសារជាថ្មីក្បួនយុទ្ធសាស្ត្របែបនេះត្រូវបានប្រើប្រាស់នាពេលដែលក្រមមហាអំណាចជាសម្ព័ន្ធមិត្តរបស់អាល្លឺម៉ង់រឹបអូសយកទីតាំងវប្បធម៌នានាព្រមទាំងដកហូតយកវត្ថុបុរាណនិងទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានក្នុងគោលបំណងដើម្បីកេងប្រវ័ញ្ចឬស្វែងរកប្រាក់ចំណេញក៏ដូចជាដើម្បីគ្រប់គ្រងដល់ទ្រឹស្ដីប្រវត្តិសាស្ត្រផ្នែកនយោបាយនិងវប្បធម៌ទោះបីជាយ៉ាងនេះក៏ដោយវាគឺជារឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយដោយស្ថិតក្នុងសម័យទំនើបទៅហើយប្រទេសថៃហ៊ានជ្រុលក្នុងការចាត់បញ្ចូលទីតាំងបេតិកភណ្ឌវប្បធម៌របស់ខ្មែរជារបស់ខ្លួនទៅវិញទោះបីជាក្បួនយុទ្ធសាស្ត្ររបស់ខ្លួនធ្លាប់មានឈ្មោះអាសោចនៅក្នុងប្រវត្តិសាស្ត្រយ៉ាងណាក្តីខ្ញុំយល់ថានាយកដ្ឋានវិចិត្រសិល្បៈថៃប្រហែលជាបានមើលរំលងនៅកលៈទេសៈនេះឬមួយក៏ប្រហែលជាមានជំនឿថាទង្វើខុសឆ្គងនេះនឹងត្រូវទទួលយកដោយប្រទេសកម្ពុជានិងពិភពលោកនាយកដ្ឋានវិចិត្រសិល្បៈថៃគួរតែពិចារណាឡើងវិញនៅសកម្មភាពរបស់ខ្លួនទើបជាការប្រសើរព្រោះថាគ្មានទង្វើក្បត់ឧត្តមគតិណាដែលធ្ងន់ធ្ងរជាងការដែលស្ថាប័នវប្បធម៌របស់ប្រទេសមួយបែរជាមានចេតនាដកហូតកេងប្រវ័ញ្ចឬបំផ្លាញតម្លៃវត្ថុបុរាណវប្បធម៌ដែលខ្លួនបានស្បត់ថានឹងថែរក្សានិងការពារនោះឡើយមិនថាជាសម្បត្តិរបស់ជាតិសាសនាមួយនោះទេបាទនេះគឺជាមតិរបស់លោកឆាងយុអញ្ចឹងសូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលចូលមកស្ដាប់ការចែករំលែកព័ត៌មានរបស់ខ្ញុំនេះហើយខានប្រហែលថ្ងៃសូមអធិស្ឋានណាដោយសារតែមានធុរៈរវល់ផ្ទាល់ខ្លួនបាទហើយការវិវត្តចុងក្រោយតាក់ទងនឹង VOA ហ្នឹងគឺនៅថ្ងៃទី20ខែឧសភានេះក្នុងសប្តាហ៍នេះនឹងមានសវនកម្មមួយរបស់រដ្ឋសភារបស់សហរដ្ឋអាមេរិកពិនិត្យមើលករណីរបស់ VOA និង USAGM នឹងថាតើយ៉ាងម៉េចខ្ញុំក៏អត់ដឹងយ៉ាងម៉េចដែរបាទចាំស្ដាប់តាមអនឡាញដូចគ្នាតើរឿងយ៉ាងម៉េចបាទនេះគឺតាក់ទងជាមួយនឹងការវិវត្តនៅកន្លែងធ្វើការរបស់ខ្ញុំណាបាទអញ្ចឹងអរគុណប្រិមិត្តច្រើនដែលបន្តការគ្រប់គ្រងមកតាមរយៈរឿងដែលកើតឡើងនេះខ្ញុំនឹងថាមានអ្នកខ្លះបានខ្លាយទៅជាអ្នកដែលស្គាល់ខ្ញុំនឹងរាប់អានយ៉ាងជិតស្និទ្ធខ្ញុំសប្បាយរំភើបខ្ញុំទៅកន្លែងណាក៏មានអ្នកជួបគាត់ស្វាគមន៍គាត់លើកទឹកចិត្តគ្រប់គ្រងបាទអរគុណច្រើនណាបាទហើយក៏មានអ្នកសរសេរខមមិនថានឹកចឹងក៏អរគុណច្រើនណាបាទអញ្ចឹងឥឡូវសូមទទួលស្ដាប់ខមមិនមួយអញ្ចឹងសម្រាប់អ្នកដែលមកយកព័ត៌មានគឺចាប់ប៉ុណ្ណេះបាទសូមជម្រាបលាណាបាទ